ដែលផុសពីអាពីដែលគាត់លក់ផ្លែកាឡាលក់ពោតអាំងពោតស្ងោរនៅអ៊ីស្តង់ប៊ូលនោះមានបងប្អូនយើងច្រើនឆាក់សួរតាក់ទងពីវីសាហ្មងហើយបំណងពួកគាត់នឹងគឺចង់ទៅអ៊ីស្តង់ប៊ូលមុនគេនឹងឯងសំខាន់នោះទៅជួបអាពីលក់ពោតអាំងខ្ញុំជូនទៅប្រាប់ថ្ងៃប្រាប់អីឲ្យច្បាស់មកសេរីថ្ងៃជូនបងប្អូនទាំងអស់គ្នាទៅហ្មងណាកុំឲ្យទៅជាប់ដល់ថ្ងៃកុំឲ្យទៅជាប់ម៉ោងប្រឡងទៅបានហើយទៅប៉ុណ្ណឹងហើយឃើញបងប្អូនយើងស្គាល់ពីប្រទេសទូរគីច្រើនមែនទែនឃើញគាត់សាក់សួរពីវីសាចឹងទៅហើយមានបងប្អូនមួយចំនួនខ្លះគាត់បានដៃគូបានគ្រួសារជនជាតិទូរគីអីចឹងណាហើយស្អប់សាក់សួរពីរបៀបរបបរស់នៅក្នុងទូរគីអីចឹងទៅគឺឥឡូវយើងទូលំទូលាយមែនទែនរបៀបខ្មែរក្នុងទូរគីគឺគេស្គាល់បានច្រើនទាំងទូរគីស្គាល់ពីខ្មែរក៏បានច្រើនខាងខ្មែរយើងស្គាល់ពីប្រទេសទូរគីគាត់ច្រើនទៅដែរតែពេលទៅខ្ញុំសប្បាយចិត្តមែនទែនក្នុងនាមពួកខ្ញុំជានិស្សិតនៅក្នុងប្រទេសទូរគីអីចឹងណាខ្ញុំចង់ឲ្យបងប្អូនខ្មែរយើងហ្នឹងមកលេងទូរគីក៏បានមកមិនរស់នៅបានតែគោបានគ្រួសារនៅទូរគីគឺកាន់តែល្អអញ្ចឹងណាចង់ឲ្យបានមានថាមានគ្នាចង់ឲ្យបានមានគ្នាច្រើននៅទូរគីដូចបងប្អូនខ្មែរយើងនៅអូស្ត្រាលីនៅអាមេរិកទៅពីថាជុំគ្នាអញ្ចឹងណាខ្ញុំចង់បានអញ្ចឹងមែនទែនហើយហ្នឹងហើយ